សូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំដែលខ្ញុំគឺខ្ញុំមកនិយាយទាក់ទងទៅនឹងការ connect រវាង Node.js ជាមួយនឹងMySQL ហើយក៏និយាយទាក់ទងទៅនឹងការ update ការ delete ការ insert ទិន្នន័យចូលទៅក្នុង MySQL នៅក្នុង VS Code របស់យើងផងដែរអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរអញ្ចឹងយើងចូលទៅកាន់ code របស់ខ្ញុំទាំងអស់គ្នាអឺដោយ like code របស់ខ្ញុំហ្នឹងគឺខ្ញុំបានសរសេររួចអស់ហើយទាក់ទងទៅនឹងការconnect រវាង Node.js ជាមួយនឹង MySQL អញ្ចឹងអីដែលពិសេសក្នុងវីដេអូហ្នឹងគឺខ្ញុំមកនិយាយអំពីការ delete ការ update នៅក្នុង VS Code របស់យើងដោយការប្រើការ direct កុំជាដំបូងដើម្បីធ្វើការ update ការ delete បានយើងត្រូវធ្វើការ run code របស់យើងសិនដោយយើងប្រើប្រាស់ជាមួយនឹង npm start ប្រើប្រាស់ជាមួយនឹង npm start អញ្ចឹងយើងចូលទៅកាន់ពាក្យថា new request បន្ទាប់មកទៀតយើងចង់បានទិន្នន័យតាក់ទងទៅនឹង user អញ្ចឹងដើម្បីបានទិន្នន័យមកបានយើងប្រើប្រាស់ជាមួយនឹងlink នៅក្នុង URL របស់យើងអញ្ចឹងដើម្បីបានទិន្នន័យនឹងមកយើងត្រូវទៅធ្វើការបាននៅលើ URL របស់យើងសិនដោយយើងវាយពាក្យថា localhost ខ្ញុំប្រើប្រាស់ port 80អញ្ចឹងនេះគឺជា user ដែលយើងចាប់បានហ្នឹងអញ្ចឹងយើងដើម្បីចង់បានឃើញ user នៅក្នុង VS Code របស់យើងគឺយើងត្រូវ copy link នេះទៅហើយយើងធ្វើការដាក់វានៅកន្លែងហ្នឹងហើយយើងចុចពាក្យថា send នោះយើងនឹងឃើញ user ដែលមាននៅក្នុងទិន្នន័យរបស់យើងបង្ហាញនៅហ្នឹងបើយើងអានេះគឺជាការចាប់យក user ទាំងអស់បើមិនតែយើងចង់ចាប់យក user specific ណាមួយយើងគ្រាន់តែបញ្ចូល ID ទៅនឹងទៅគឺយើងចាប់បាន user specific អីឧទាហរណ៍ខ្ញុំចង់ចាប់យក user ID លេខ6យើងធ្វើការ send មកយើងនឹងឃើញ user លេខ6អាហ្នឹងគឺដោយយើងប្រើប្រាស់ជាមួយនឹង function method sorry យើងប្រើប្រាស់ជាមួយនឹង method get អានឹងមានថាប្រើមួយ get គឺយើងប្រើដើម្បីចាប់យកទិន្នន័យហើយមួយវិញទៀតបើយើងចង់ធ្វើការ delete យើងគ្រាន់តែពាក្យដូរ method get ហ្នឹងទៅជា method delete ទៅហើយយើងធ្វើការ send នោះយើងឃើញពាក្យថា delete successfully អញ្ចឹងនឹងចង់ដើម្បីឲ្យកាន់តែច្បាស់ថាទិន្នន័យរបស់យើងនឹងបានលុបអត់យើងចូលទៅកាន់database របស់យើងទាំងអស់គ្នាយើងធ្វើការ request មកអញ្ចឹងយើងឃើញថាuser លេខ6ដែលមាន ID លេខ6មិញគឺយើងបានលុបចេញពីតារាងរបស់យើងហើយអញ្ចឹងដើម្បីធ្វើការ delete បានយើងត្រូវប្រើជាមួយនឹង method delete ហើយមួយវិញទៀតបើយើងចង់ធ្វើការ insert នៃ user យើងត្រូវប្រើជាមួយនឹង method post ហើយយើងលុប ID មកយើងធ្វើការបញ្ចូលដោយយើងចូលទៅកាន់ពាក្យថា body ហើយនៅJSON first name last nameហើយបំពេញជាមួយនឹងដោយសារក្នុងតារាងរបស់យើងគឺទិន្នន័យយើងមានតែប៉ុណ្្នឹងឯង20ហើយបន្ទាប់មកទៀតយើងធ្វើការ send ចុច send នឹងយើងឃើញថា message គឺលុបថា insert successfully អញ្ចឹងចង់ដើម្បីថាចង់ដឹងថាយើងបាន insert success អត់យើងចូលទៅកាន់ database របស់យើងទៀតយើងធ្វើការ refresh យើងឃើញថា user របស់យើងបានបញ្ចូលមិញគឺបានចូលនៅក្នុងតារាងរបស់យើងហើយមួយវិញទៀតបើយើងចង់ធ្វើការ update នៅ user របស់យើងគ្រាន់តែ slash ជាមួយនឹង ID របស់គាត់ខ្ញុំចង់ edit នៅ user លេខ5អញ្ចឹងខ្ញុំដាក់
user ID លេខ5ហើយយើងដូរទៅជា method code អញ្ចឹងយើងអាចកែបានខ្ញុំធ្វើការ send ទៅវានឹងឃើញពាក្យថា message ចេញមកថា update successfully អញ្ចឹងន័យថាយើងអាចយើងបាន update នៅក្នុងទិន្នន័យរបស់យើងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺក៏បានឈានដល់ទីបញ្ចប់បើសិនមានកំហុសខុសឆ្គងនៅត្រង់កន្លែងណាសូមខន្តីអភ័យទោសផងសូមអរគុណ